Box 3, 2, 1. Oh, shoot. ជប់សិនកុំមើល TikTok ច្រើនពេកអ្វីទៅគឺជា USB killer ដែលអ្នកទាំងគ្នាឃើញនៅក្បាលវីដេអូខាងលើឲ្យខ្លីងាយយល់ទៅ USB killer ដូចទៅនឹង USB ធម្មតាដែលយើងប្រើដែរបើមិនជាយើងមើលទៅខាងក្រៅវាគឺយើងមើលអត់ដឹងទេហើយ USB killer នេះជាប្រភេទមួយដែលគេបង្កើតឡើងដើម្បីបំផ្លាញគ្រឿងអេឡិចត្រូនិកដូចជា laptop ឬក៏ desktop ហ្នឹងហើយខាងក្រៅវាដូចរាងដូច USB របស់យើងធម្មតាដូចខ្ញុំនិយាយខាងលើហ្នឹងតែខាងក្នុងរបស់វាគឺវាមានខុសពី USB ធម្មតាដែលខាងក្នុងរបស់វាមាន circuit electronic មួយដែលវាអាចបង្កើត wall ខ្ពស់បាននៅពេលដែល USB killer ត្រូវបានដាក់ចូលទៅក្នុង port laptop ឬក៏ desktop របស់យើងវានឹងទាញយកធម្មពលពី port laptop ឬក៏ desktop របស់យើងហ្នឹងបន្ទាប់មកវានឹងបំលែងធម្មពលនោះទៅជា wall ខ្ពស់ហើយបន្ទាប់មកវានឹងបញ្ជូនwall ដែលមានធម្មពលខ្ពស់ហ្នឹងបញ្ជូនទៅ motherboard របស់យើងវិញហើយបន្ទាប់ពីវាបញ្ជូនហើយអ្វីដែលដំណើរការនៅខាងក្នុង laptop របស់យើងឬក៏ motherboard ហ្នឹងវានឹងខូចភ្លាមតែម្ដងឬក៏ឈប់ដំណើរការភ្លាមតែម្ដងជាទូទៅ USB killer ត្រូវបានប្រើប្រាស់សម្រាប់សាកល្បងផ្នែក hardware ដើម្បីគេអាចដឹងថាផ្នែក hardware របស់គេហ្នឹងអាចទប់ទល់នឹង wall ខ្ពស់បាននៅអត់ទោះបីជាយ៉ាងណាបើសិនបើអ្នកគ្នាយកទៅប្រើប្រាស់នៅក្នុងគោលបំណងអាក្រក់វាអាចបង្កការខូចខាតធ្ងន់ធ្ងរដល់ឧបករណ៍របស់យើងសម្រាប់សេចក្តីសន្និដ្ឋានរបស់ខ្ញុំ USB killer គឺវាមានគ្រោះថ្នាក់មែនទែនដោយវាអាចបំផ្លាញផ្នែក hardware នៃកុំព្យូទ័ររបស់យើងបានមួយរយៈពេលខ្លីឬក៏ខូចជារៀងរហូតតែម្ដងដូច្នេះអ្នកទាំងគ្នាគួរតែប្រុងប្រយ័ត្នឬក៏មិនគួរចិត្តទៅយក USB ណាដែលมันស្គាល់ប្រភពច្បាស់លាស់ដោតចូល laptop របស់អ្នកគ្នាទេបាយ